នាពេលអនាគតឆ្នាំ2026មនុស្សគ្រាន់តែត្រូវការដាក់បន្ទះឈីបដើម្បីផ្លាស់ប្ដូររូបរាងរបស់ពួកគេដោយសេរីសូម្បីតែរូបរាងរាងកាយរបស់ពួកគេក៏អាចផ្លាស់ប្ដូរបានតាមចំណង់ចំណូលចិត្តរបស់ពួកគេដែរចំណុចគួរឲ្យសោកស្ដាយតែមួយគត់គឺថាពួកគេមិនអាចផ្លាស់ប្ដូរភេទរបស់ពួកគេបានទេបន្ទាប់ពីការត្រួតពិនិត្យរយៈពេល2នាទីកន្លះពួកក្បាលប្រេងទីបំផុតបានបញ្ជាក់ពីរូបរាងដ៏សង្ហានៅចំពោះមុខពួកគេប៉ុន្តែឥទ្ធិពលនៃបច្ចេកវិទ្យានេះមានរយៈពេលត្រឹមតែ12ម៉ោងប៉ុណ្ណោះបន្ទាប់ពីនោះវានឹងត្រឡប់ទៅរកទម្រង់ដើមវិញពួកគេត្រូវរងចាំរហូតដល់វត្ត12ម៉ោងបន្ទាប់ដើមបីធ្វើឲ្យបន្ទះឈីបសកម្មឡើងវិញហើយមនុស្សទាំងអស់ដែលដាក់បន្ទះឈីបនឹងមានស្លាកស្នាមពិសេសមួយនៅខាងក្រោយរបស់ពួកគេម៉ាកគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលបានជួបប្រទះនឹងបច្ចេកវិទ្យានេះដំបូងឡើយគាត់បានសាកល្បងប្រើបន្ទះឈីបដើម្បីបង្កើតរូបរាងដ៏ល្អឥតខ្ចោះបំផុតសម្រាប់ខ្លួនគាត់ពេញចិត្តនឹងការដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញបុរសនិងស្ត្រីនៅតាមដងផ្លូវក៏ត្រូវបានផ្លាស់ប្ដូរទាំងស្រុងផងដែរជាក់ស្ដែងបច្ចេកវិទ្យានេះបានក្លាយជាការពេញនិយមយ៉ាងស្ងាត់នៅក្នុងសហគមន៍នៅហាងកាហ្វេមួយម៉ាកដែលមានបំណងត្រឹមតែបញ្ជាទិញនំសាំងវិចបានលងស្នេហ៍ជាមួយអ្នកគិតលុយភ្លាមនៅពេលឃើញដំបូងចៃដន្យណាស់នៅខាងក្រោយរបស់នាងក៏មានស្លាកស្នាមនៃបន្ទះឈីបដែរហើយសកម្មភាពសម្ងាត់របស់នាងនៅពេលបង់ប្រាក់គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពដ៏អស្ចារ្យរបស់បន្ទះឈីបពេលគាត់ចាក់ចេញពីទ្វារគាត់បានឃើញដោយចៃដន្យក្មេងស្រីនោះក៏បានទុកលេខទូរស័ព្ទរបស់នាងនៅលើបង្កាន់ដៃផងដែរការរកឃើញនេះបានធ្វើឲ្យគាត់ពេញចិត្តភ្លាមនៅភាពឥតប្រយោជន៍របស់គាត់បានចំណាយលុយដើម្បីដាក់បន្ទះឈីបដោយសារតែឥទ្ធិពលនេះប៉ុន្តែភ្លាមនោះការពិតបានចាក់ទឹកត្រជាក់មកលើគាត់គ្រាន់តែជាអ្នកយាមសន្តិសុខនៅក្នុងផ្សារទំនើបប៉ុណ្ណោះពេលគាត់ចូលទៅក្នុងការិយាល័យភ្លាមគាត់បានដឹងថាមិត្តរួមការងាររបស់គាត់ក៏បានប្រែក្លាយទៅជាបុរសសង្ហាម្នាក់ដែរភាពផ្ទុយគ្នាយ៉ាងខ្លាំងធ្វើឲ្យពួកគេទាំងពីរសម្លឹងមើលគ្នាទៅវិញទៅមកដោយឆ្កងឈុតនោះធ្វើឲ្យពួកគេទាំងពីរមានអារម្មណ៍ឆ្កងវាហាក់ដូចជាអ្នកក៏បានធ្វើវាដែរមែនទេខ្ញុំទើបតែធ្វើវាខ្ញុំត្រូវបានទាញត្រឡប់ទៅរកការពិតវិញធ្វើឲ្យគាត់ខ្មាស់អៀនម្ដងទៀតពេលគាត់ត្រឡប់មកផ្ទះវិញគាត់ស្ទាក់ស្ទើរអស់រយៈពេលយូរហើយមិនហ៊ានតាក់ទងក្មេងស្រីនោះទេប៉ុន្តែគាត់បានគិតអំពីលទ្ធភាពនៃការរួមរ៉ាប់មួយយប់នៅទីបំផុតគាត់នៅតែផ្ញើសារទៅនាងប៉ុន្តែមិននឹកស្មានដល់នាងបានឆ្លើយតបភ្លាមថានាងទំនេរយប់នេះប៉ុន្តែដោយសារតែគាត់បានប្រើបន្ទះឈីបនៅពេលថ្ងៃវាស្ថិតនៅក្នុងរបៀបរងចាំហើយវានឹងចំណាយពេល10ម៉ោងដើម្បីធ្វើឲ្យសកម្មម្ដងទៀតគ្មានវិធីផ្សេងទៀតទេដូច្នេះគាត់ត្រូវកុហកថាគាត់រវល់យប់នេះហើយណាត់ជួបម្ដងទៀតនៅថ្ងៃស្អែកយ៉ាងរហ័សនៅថ្ងៃបន្ទាប់មកនឹងក្មេងស្រីនោះបានទៅបារមួយកន្លែងដែលមានសម្រាប់តែអ្នកប្រើប្រាស់បន្ទះឈីបនៅក្នុងបារអាយក៏ជាតារាម៉ូដែលរាងស្អាតនិងមានមុខមាត់ស្រស់ស្អាតផងដែរប៉ុន្តែស្លាកសញ្ញាដែលទៅយកស្រាតរើបានវីកំតិចចោលពេលគាត់ភ្ញាក់ពីដំណេកប្រព័ន្ធបានរាយការណ៍ថាបន្ទះឈីបបានគាំងហើយការរាប់ថយក្រោយនៅសល់តែ10វិនាទីទៀតប៉ុណ្ណោះគាត់បានលាក់ខ្លួនយ៉ាងលឿននៅក្នុងបន្ទប់ទឹកហើយបានរកឃើញថាគាត់បានវិលត្រឡប់ទៅរកទម្រង់ដើមរបស់គាត់វិញហើយបានប្រឈមមុខនឹងក្មេងស្រីដែលកំពុងរងចាំគាត់មិនអាចប្រើបន្ទះឈីបនោះបានទៀតទេម៉ាក់ត្រូវចាក់ចេញពីហាងយ៉ាងលឿននៅថ្ងៃបន្ទាប់នៅពេលដែលគាត់ទូរស័ព្ទទៅសេវាកម្មធានាបន្ទះឈីបគាត់បានដឹងថាគំនូររបស់អ្នកជិតខាងរបស់គាត់ត្រូវបានខ្យល់បក់បោកធ្លាក់ចុះគាត់បានយកវាមកវិញដោយសប្បុរសហើយរងចាំជួសជុលបន្ទះឈីបបន្ទាប់ពីជួសជុលវារួចគាត់បានទៅហាងកាហ្វេម្ដងទៀតគាត់បានសុំទោសក្មេងស្រីនោះដោយស្មោះទោះបីជាអាណាមានអារម្មណ៍ត្រជាក់បន្តិចក៏ដោយក៏នាងនៅតែទុកសារទទួលយកការសុំទោសរបស់គាត់វាហាក់ដូចជាសម្រស់គឺជាយុទ្ធធម៌តម្លៃនៃសុភាសិតនេះនៅតែកើតឡើងនៅក្នុងភ្លើងស្នេហាដែលឆាប់ឆេះឡើងយ៉ាងឆាប់រហ័សអារម្មណ៍របស់មនុស្សទាំងពីរបានវិវត្តយ៉ាងឆាប់រហ័សប៉ុន្តែនៅពេលនោះកណ្ដឹងរត់របស់អាណាបានរត់ឡើងមិនមានពេលច្រើនទេដែលនៅសល់នាងហៀបនឹងចាក់ចេញម៉ាក់បាននិយាយយ៉ាងរហ័សថាគាត់មិនខ្វល់ពីរូបរាងពិតរបស់នាងទេប៉ុន្តែបន្ទាប់ពីគិតអស់រយៈពេលយូរអាណានៅតែមិនហ៊ានស្នាក់នៅរឿងនេះធ្វើឲ្យម៉ាក់គិតកាន់តែច្រើនអំពីថាតើនាងអាក្រក់ប៉ុណ្ណាទោះបីជាបន្ទះឈីបសែលកាត់មកដើម្បីបិទបាំងចំណុចខ្វះខាតបែបនេះក៏ដោយមនុស្សទាំងពីរគ្រាន់តែត្រូវការជ្រមុជខ្លួនក្នុងភាពល្អឥតខ្ចោះคล้ายៗប៉ុណ្ណោះប៉ុន្តែនៅថ្ងៃនោះមិត្តរួមការងាររបស់ពួកគេដោយសម្ងាត់បង្ហាញគាត់អ្វីមួយស្នាមនៅខាងក្រោយកញ្ចឹងរបស់គាត់លែងជាស្នាមរន្ធតូចរាង10ទៀតហើយប៉ុន្តែបានប្រែក្លាយទៅជាស្នាមដេរវែងដ៏គួរឲ្យភ័យខ្លាចមិត្តរួមការងាររបស់គាត់បាននិយាយថាគាត់មានបន្ទះឈីបទីផ្សារងឹតដែលបានកែប្រែដែលអាចរក្សារូបរាងរបស់គាត់ឲ្យល្អឥតខ្ចោះ24ម៉ោងក្នុងមួយថ្ងៃស្លាកសញ្ញាបានជំរុញឲ្យគាត់នៅជាមួយនារីស្រស់ស្អាតគ្រប់ពេលគាត់បានសម្រេចចិត្តកែប្រែបន្ទះឈីបអនុញ្ញាតឲ្យខ្លួនគាត់បន្ទាប់ពីការកែប្រែបន្ទះឈីបទីបំផុតអាចមានមុខមាត់ដ៏ល្អឥតខ្ចោះគ្រប់ពេលគាត់បាននាំនារីស្រស់ស្អាតមកផ្ទះជារៀងរាល់ថ្ងៃប៉ុន្តែបន្ទាប់មកមានរឿងមិននឹកស្មានដល់បានកើតឡើងតើនេះជាអ្វីតើនេះជារឿងកំប្លែងបែបណាសំណាងល្អវាគ្រាន់តែជាសុបិនអាក្រក់ប៉ុណ្ណោះនៅពេលដែលមកភ្ញាក់ឡើងគាត់បានសម្រេចចិត្តមិនពឹងផ្អែកលើប្រព័ន្ធទៀតទេគាត់បានចេញទៅយកដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធហើយចៃដន្យឲ្យបានជួបអ្នកជិតខាងរបស់គាត់ដែលនៅទីនោះដែរអ្នកនោះបានអរគុណគាត់សម្រាប់ការប្រគល់គំនូរមកវិញអ្នកទាំងពីរបានសន្ទនាគ្នាយ៉ាងសប្បាយរីករាយម៉ាក់បានប្រមូលផ្ដុំភាពក្លាហានដើម្បីអញ្ជើញគាត់ទៅញ៉ាំអាហារពេលល្ងាចដោយមិននឹកស្មានដល់អ្នកជិតខាងបានយល់ព្រមដោយរីករាយអ្នកទាំងពីរបានចំណាយពេលល្ងាចដ៏អស្ចារ្យមួយអារម្មណ៍ពិតបានធ្វើឲ្យម៉ាត់ដឹងថានេះជាអារម្មណ៍នៃសេចក្តីស្រឡាញ់ដែលគាត់ចង់បានអាណាដែលមិនស្គាល់អត្តសញ្ញាណពិតរបស់គាត់បានឈប់តាក់ទងគាត់ប៉ុន្តែនៅពេលនេះនៅពេលដែលមកអាធិបនឹងសារភាពអារម្មណ៍របស់គាត់ខ្យល់បក់ខ្លាំងមួយបានបក់បោកគំនូររបស់អ្នកជិតខាងទាំងអស់ភ្លាមម៉ាក់បានឃើញដោយចៃដន្យនៅគំនូរមួយដែលជារូបភាពនិមិត្តដែលគាត់បានបង្កើតឡើងដោយប្រើបន្ទះឈីបប៉ុន្តែគាត់ចាំយ៉ាងច្បាស់ថាគាត់មិនដែលបង្ហាញវាដល់មនុស្សនោះទេបន្ទាប់មកគាត់បានឃើញស្លាកស្នាមមួយដែលមានលេខ10នៅខាងក្រោយរបស់អ្នកជិតខាងភ្លាមនោះគាត់បានយល់អ្វីមួយហើយបានហៅអាណាយ៉ាងលឿនវិនាទីបន្ទាប់